Isuzu Cambodia បើកដំណើរការ showroom ថ្មីថែមជូនអស់តោះហ្មងដោយសារតែមានកំណើននៃការគ្រប់គ្រងរថយន្ត Isuzu មានច្រើននៅក្នុងប្រទេសកម្ពុជាយើងក្រុមហ៊ុន K Cambodia Isuzu បានប្រកាសបើកដំណើរការជាផ្លូវការនៅសាខាថ្មីទី4របស់ខ្លួននៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមនាថ្ងៃទី21ខែសីហាឆ្នាំ2026សាខាថ្មីនេះនឹងដាក់លក់នៅ model រថយន្តទាំងអស់របស់ Isuzu រួមមាន Isuzu Mu-X D-Max V-Cross 3.0 លីត្រ D-Max Premium 1.9 លីត្រ D-Max Deluxe 3.0 លីត្រ D-Max Deluxe 1.9 លីត្រនិង D-Max Spark 3.0 លីត្រផងដែរបច្ចុប្បន្ននេះអគារតាំងបង្ហាញរថយន្ត Isuzu គឺមានចំនួន4សាខាហើយរួមមានទាំងសាខារាជធានីភ្នំពេញទៅមុខពលាយន្តហោះពោធិ៍យន្តង់សាខាខេត្តបាត់ដំបងស្ថិតនៅផ្លូវជាតិលេខ5ខាងជើងលោកតាត្បូងកញ្ញូងចម្ងាយ300ម៉ែត្រសាខាទី3ខេត្តកំពង់ចាមខាងលិចរងមូស្ពានគីសូណាចម្ងាយ300ម៉ែត្រនិងសាខាថ្មីនេះមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចយ៉ាងមមាញឹកលើផ្លូវកម្ពុជាក្រោមប្រហែល200ម៉ែត្រខាងកាត់ស្តុបឋានសួគ៌ឬអតីតស្តុបណានជីងនិងប្រមាណ800ម៉ែត្រខាងលិចផ្សារធំថ្មីតែម្ដងដែលផ្ដល់ឲ្យនូវភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់ការធ្វើដំណើរនិងការចូលទស្សនារថយន្តរបស់អតិថិជនគូបញ្ជាក់ឲ្យដឹងថាក្រុមហ៊ុន K Cambodia គឺជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្ដាច់មុខនៅរថយន្ត Isuzu នៅកម្ពុជារថយន្ត Isuzu គឺជារថយន្តរបស់ប្រទេសជប៉ុនជាអ្នកឯកទេសមានបទពិសោធន៍ជាង100ឆ្នាំទៅលើការផលិតម៉ាស៊ីនម៉ាស៊ូតដែលមានការទទួលស្គាល់ទៅលើភាពធន់រឹងមាំអន្សមចៃខ្ពស់អាយុកាលប្រើប្រាស់បានយូរចំណាយតិចនៅក្នុងការថែទាំនិងចរាចរណ៍នៅលើទីផ្សារជាង150ប្រទេសនៅជុំវិញពិភពលោកផងដែរអញ្ចឹងនៅក្នុងឱកាសអបអរសាទរការបើកសាខាថ្មីនិងការចូលមកដល់នៃរដូវវស្សានេះក្រុមហ៊ុនបានដាក់ចេញនៅកម្មវិធី promotion ពិសេសប្រចាំរដូវកាលគឺ Green Season Promotion ជាមួយនឹងការថែមជូនកញ្ចប់កាដូពិសេសជាច្រើនសម្រាប់ការទិញរថយន្ត Pick Up Model Isuzu D-Max 2026និង SUV Model Isuzu Mu-X សេរីថ្មីនេះផងដែរអញ្ចឹងកញ្ចប់កាដូនិងការផ្ដល់ជូនពិសេសតាម model នីមួយៗមានដូចជាសម្រាប់អតិថិជនដែលធ្វើការទិញឬកក់នៅរថយន្ត Isuzu D-Max V-Cross ឆ្នាំ2026នៃសាខាថ្មីនេះនឹងទទួលបានកញ្ចប់ថែមជូនជាពិសេសរួមមានថែមជូនគ្រប់រូតទ្រុងខាងក្រោយបានប្រេងឥន្ធនៈតម្លៃ$430ការបិទស្កុតការពារទឹកថ្នាំកាមេរ៉ាសុវត្ថិភាពផ្នែកខាងមុខនិងក្រោយនិងកញ្ចប់គ្រឿងតុបតែងរថយន្តមួយឈុតពេញចំពោះការទិញ Isuzu D-Max Premium 2026នឹងមានថែមជូនគ្រប់រូតទ្រុងក្រោយការបិទស្កុតការពារថ្នាំរថយន្តកាមេរ៉ាសុវត្ថិភាពផ្នែកខាងមុខនិងក្រោយនិងការចាក់ប្រេងឥន្ធនៈជូនមួយពេញផងដែរចំពោះការទិញ Isuzu D-Max 3.0 Deluxe ឆ្នាំ2026នឹងថែមជូននៅគ្រប់រូតទ្រុងខាងក្រោយកាមេរ៉ាសុវត្ថិភាពផ្នែកខាងមុខនិងក្រោយព្រមទាំងចាក់ប្រេងឥន្ធនៈជូនមួយពេញផងដែរចំពោះការទិញ Isuzu D-Max 1.9 លីត្រ Deluxe ឆ្នាំ2026នឹងថែមជូនគ្រប់រូតទ្រុងខាងក្រោយនិងការចាក់ប្រេងឥន្ធនៈជូនមួយពេញផងដែរដើម្បីឲ្យអតិថិជនបានសាកល្បងនិងទទួលបានបទពិសោធន៍បើកបរពិតប្រាកដក្រុមហ៊ុន Isuzu ក៏សូមអញ្ជើញអតិថិជនទាំងអស់មកធ្វើការបើកបរសាកល្បងដោយផ្ទាល់ដែលឥតគិតថ្លៃនៅសាខាថ្មីនៅលើផ្លូវកម្ពុជាក្រោមចាប់ពីថ្ងៃនេះតទៅផងដែរដែលនេះគឺជាឱកាសដ៏ល្អមួយសម្រាប់បងប្អូនដែលកំពុងតែស្វែងរករថយន្តដែលមានគុណភាពខ្ពស់និងភាពជឿជាក់ពិតប្រាកដណាអញ្ចឹងសម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីការកក់រថយន្តឬការបើកបរសាកល្បងឬលក្ខខណ្ឌ promotion ផ្សេងៗបងប្អូនអាចទំនាក់ទំនងទៅតាមលេខទូរស័ព្ទដែលខ្ញុំបានដាក់នៅលើអេក្រង់នេះផងដែរឬក៏អាចអញ្ជើញទៅកាន់សាខាថ្មីនេះដោយផ្ទាល់តែម្ដង